អ្នកណាសម្លាប់ម្ដាយឪពុកឯងដូចជារំលាយព្រះពុទ្ធរឿងព្រះមហាមោគលានគឺជាវណ្ណកម្មដ៏កក្រើកក្នុងពិភពខ្សែភាពយន្តខ្មែរហើយវណ្ណកម្មដ៏ល្បីល្បាញនេះបានបង្ហាញខ្លួននៅលើរោងភាពយន្តក្នុងឆ្នាំ1974សម្លាប់មេដាបៃតាទទួលទោសាដែលមានឈ្មោះថាអនន្តរិយកម្មនេះគឺជាលើកទី1ហើយដែលកម្ពុជាតារាសម្ដែងទិតវិជ្ជរដានីសម្ដែងជាតួកាចឆ្នះធ្វើបាបឪពុកម្ដាយក្មេកដែលធ្វើឲ្យមហាជនមហាទស្សនិកជនខ្មែរឆ្ងើយសរសើរអំពីទេពកោសល្យសម្ដែងរបស់នាងតាមរយៈផលិតករប៊ីវឆៃលៀងភ្នែកម៉ែឪជ្រោះជ្រៅល្វឹងល្វើយហែលមិនរួចឡើយក៏ជាកម្រអនុស្សាវរីយ៍ដ៏កម្រនៃឆាកជីវិតសិល្បៈរបស់តារាប្រជាប្រិយទិតវិជ្ជរដានីដែរដែលនិយមតែងតែដើរតួកំសត់បែបមនោសញ្ចេតនាស្នេហាក្នុងនាមជាសុភាពនារីមិនថាខ្សែភាពយន្តបុរាណឬក៏សម័យទេតែដោយសារទទួលបាននូវការណែនាំពីផលិតករប៊ីវឆៃលៀងវិជ្ជរដានីត្រូវបានផ្លាស់ប្ដូរលក្ខណៈសម្ដែងជាតួកាចផ្ទុយពីអ្វីដែលមហាជនបានឃើញកន្លងមកព្រះពុទ្ធគឺជាមេដាបៃតាគួរតែគោរពបូជារក្សាឲ្យបានរុងរឿងជាត្រៃសារណាំងសម្រាប់ខ្លួនយើងត្រូវតែអ្នកលើកដំកើងនេះគឺជាវណ្ណកម្មដ៏សម្រិតសម្រាំងរបស់ផលិតកម្មអន្តរទេវីភាពយន្តក្រោមការចាត់ចែងនិងដឹកនាំដោយលោកប៊ីវឆៃលៀងបានធ្វើឲ្យមហាជនខ្មែរស្ញើសរសើរនិងជូនតម្លៃយ៉ាងខ្ពស់ទៅកាន់លោកតាមរយៈការចងចាំមិនអាចបំភ្លេចបានក្នុងក្រអៅបេះដូងនៃព្រះបពិតព្រះធម៌ព្រះសង្ឃដែលជានិមិត្តបង្ហាញផ្លូវត្រូវដល់ចិត្តឲ្យស្ថិតក្នុងភពនេះស្រាវជ្រាវនិងផ្សព្វផ្សាយដោយក្រុមដំណើរខ្មែរត្រនងខំស្លាអង្ក្រាលន់ដងត្រាមេឃសំក្រាយហើយចាប្រធំភាំងក្ដីកនតែញោទីថាប្រថ្ងៃឡៃក្លែនរឿងកាត់ត្រើយមហាស្រណោះគឺជាខ្សែរឿងពិតរបស់នាងសុនសោភានីដែលលើរឿងរ៉ាវមួយនេះបានកើតឡើងនៅក្នុងអំឡុងឆ្នាំ1966នាងសុនសោភានីបានរៀបរាប់នូវសាច់រឿងទាំងអស់នេះទៅកាន់លោកម៉ៅប៊ុនថនដែលនាងធ្លាប់ស្គាល់តាមរយៈវិទ្យុជាតិដើម្បីឲ្យលោកម៉ៅប៊ុនថនចងក្រងរឿងរ៉ាវទាំងអស់នេះទៅជាសាច់រឿងឡើងពីដំបូងឡើយលោកម៉ៅប៊ុនថនបានរៀបរឿងនេះដោយចេញផ្សាយជារលកសម្លេងវិទ្យុជាតិហើយក្រោយមកក៏បានរៀបចំជាសៀវភៅប្រឡំលោកដើម្បីបោះពុម្ពផ្សាយជាប្រឡំលោកដោយមានការពេញចិត្តពីផលិតករភាពយន្តនៃផលិតកម្មប្រាសាទមាសភាពយន្តរបស់លោកកាឆៃលៀងលោកក៏បានរៀបចំផលិតឡើងជាខ្សែភាពយន្តដែលសម្ដែងដោយលោកគង់សំអឿនអ្នកស្រីសុនសោភានីអ្នកស្រីសេងរតនានិងអមដោយចម្រៀងចំនួន3បទបងត្រាបំផ្លាញបែកកាយនឹកពុំរឿងកាត់ត្រើយមហាស្រណោះដឹកនាំរឿងដោយមិត្តស្រាវុធហើយនៅក្រោយពេលដែលខ្សែភាពយន្តនេះត្រូវបានថតចប់សពគ្រប់ក៏មានលក់ជាសៀវភៅប្រឡំលោកភាពយន្តថែមទៀតផង
chân sang Sapa em tung về bồn nước chan rê chma rê say pro thay cho song cầm cho រឿងបញ្ញពរទេវីផលិតដោយផលិតកម្មកងពេជ្រភាពយន្តនាឆ្នាំ1971មានរយៈពេល105នាទីដឹកនាំរឿងដោយលោកឈៀនុ ទេវីអាទេវីលិនមកហើយលិនសូមជាកាច់ក្នុងស្រីសបងចាំអូផងអើយសណោកុំនងតែចេញណាពីទេ ខ្សែភាពយន្តខ្មែរបែបព្រេងនិទានដែលកំឡាយពីព្រេងនិទានចិនមាន2រឿងដែលជាខ្សែភាពយន្តដ៏ល្បីល្បាញនាអំឡុងដើមទសវត្សរ៍ទី70គឺរឿងសៀកយិនគុយហើយនឹងរឿងបញ្ញពរទេវីឬស៊ូពេអេងតាយ ណែប្រចិនធំមកពីណាខ្ញុំមិន ដោយយល់ឃើញថាវិជាគឺជាទ្រព្យដ៏វិសេសវិសាលទាំងអ្នកមានទ្រព្យនិងអ្នកក្រខ្សត់ទ្រព្យតែងតែប្រាថ្នាចង់បាននូវចំណេះវិជ្ជាសម្រាប់ប្រើប្រាស់ក្នុងជីវិតរស់នៅរបស់ខ្លួនលោកសេដ្ឋីក៏បានអនុញ្ញាតឲ្យទេវីដែលជាកូនស្រីរបស់គាត់ក្លែងខ្លួនធ្វើជាមនុស្សប្រុសដើម្បីរៀនវិជ្ជាជាមួយលោកគ្រូនៅឯសាលាទេសាបមោប៉ុន្តែក្រោយមកមិត្តរួមថ្នាក់មួយចំនួនក៏ដឹងថាទេវីគឺជាមនុស្សស្រីហើយកូនប្រុសរបស់សេដ្ឋីចាមម្នាក់ក៏បានលង់ចិត្តស្រឡាញ់នាងយ៉ាងខ្លាំងរឿងបញ្ញពរទេវីឬស៊ូពេអេងតាយអមដោយចម្រៀងដ៏សែនពីរោះកំសត់ដែលច្រៀងដោយអធិរាជសម្លេងមាសស៊ិនស៊ីសមុទ្រនិងរាជិនីសម្លេងមាសរស់សេរីសុធាព្រមទាំងតារាមហាច្រៀងកំ ប្លែងមាសសមន ក៏ឡាញ់លិនទៅ មិនត្រូវការទេ ក៏ឡាញ់លិនទៅ មិនត្រូវការទេ អេតាលិនទៅទេវីអូ កំររឿងនេះតម្រូវឲ្យមិត្តគង់សំអឿនយើងចាញ់ស្នេហ៍ឈឺចុកចាប់ក្អួតឈាមរហូតដល់ខ្សែសងខាដោយសារតែអូនវិជ្ជរាត្រូវមេត្តាបិតាបង្ខំឲ្យរៀបការជាមួយនឹងជនជាតិចាមដែលជាកូនសេដ្ឋីអ្នកមានស្ដុកស្ដំដែលសម្ដែងដោយលោកម៉ុងដូលីន ទេវីដេចឡាអូនបែកចិត្តចោលបង ទេវីមិនដេចឡើយបែកចិត្តចោលបង ឈុតឆាកក្អួតឈាមពិតជាសែនកំសត់ធ្វើឲ្យយុវតីជាច្រើនអណែកយំសោកដោយការអាណិតលោកគង់សំអឿនដែលដើរតួជាបញ្ញពរហើយលាចាកលោកដោយមិនបានជួបនឹងអូនវិជ្ជរាគឺទេវី ឈឺណាស់ចង់ចាប់ណាស់ព្រះបដិញឡាហើយខ្ញុំរត់ដំឡៃ រឿងបញ្ញពរទេវីឬស៊ូពេអេងតាយរួមសម្ដែងដោយលោកគង់សំអឿននាងទឹកវិជ្ជរាដានីនីត្រង់ដឺនាងម៉ាប់ណូយ៉ាលោកតាសាលួតនាយម៉ុងដូលីននាយឡូតូ
ម៉ែម៉ឺនលោកអែមសុផុននិងលោកសំអាតហើយដែលបានរៀបរៀងនិងដឹកនាំរឿងដោយលោកឈៀនុចុកចាប់អោទេអោទេបងលាស្រីនៅចោហើយស្បាគុំបីស្គាល់